រាជវង្សមហិធបុរៈសូមបញ្ជាក់ថាមហិធបុរៈជាឈ្មោះទីក្រុងផងនិងឈ្មោះរាជវង្សផងព្រះបាទជ័យវរ្ម័នទី6ឆ្នាំ1080ដល់ឆ្នាំ1107ក្រោយឆ្នាំ1080អាណាចក្រកម្ពុជាមានភាពវឹកវរដណ្ដើមរាជរហូតដល់មានស្ដេច2អង្គសោយរាជនៅក្នុងរាជាណាចក្រកម្ពុជាព្រះបាទនរិន្ទ្រវរ្ម័នមានប្រវត្តិមិនច្បាស់លាស់សោយរាជនៅអង្គរពីឆ្នាំ1080ដល់ឆ្នាំ1113ប៉ុន្តែសិលាចារឹកបានបញ្ជាក់ឲ្យដឹងថាក្នុងពេលជាមួយគ្នានេះមានស្ដេចមួយអង្គទៀតសោយរាជនៅក្រុងមហិធបុរៈត្រង់ទំនាបទន្លេសេមូនដែលជាទឹកដីនគរចេនឡាដែលសពថ្ងៃជាទឹកដីរបស់ថៃស្ដេចទី2នេះគឺព្រះបាទជ័យវរ្ម័នទី6ព្រះជីវប្រវត្តិតាមតែគេដឹងតាមសិលាចារឹកក្នុងភ្នំរូងឃើញថាគ្មានជាប់សាច់ញាតិជាមួយនឹងរាជវង្សមុនទេគេគ្រាន់តែដឹងថាព្រះអង្គជាបុត្ររបស់ស្ដេចហិរញ្ញវរ្ម័ននិងព្រះនាងហិរញ្ញលក្ស្មីតាមសមត្ថកម្មរបស់ប្រវត្តិវិទូព្រះបាទជ័យវរ្ម័នទី6ទំនងជាស្ដេចក្រាញ់ឈរត្រួតត្រាខេត្តនៅពេលឃើញអំណាចកណ្ដាលចុះខ្សោយដោយមានការបះបោរនិងសង្គ្រាមញឹកញាប់ក្នុងរាជវង្សមុនក៏តាំងប្រកាសខ្លួនជាព្រះមហាក្សត្រនៅឆ្នាំ1080តែមិនសោយរាជនៅអង្គរទេគឺសោយរាជនៅត្រង់ទំនាបទន្លេមូលគឺក៏ទន្លេសេមូនស្នាដៃរបស់ព្រះអង្គនៃការកសាងប្រាសាទភីម៉ៃប្រាសាទភ្នំសណ្ដកនៅលើភ្នំព្រះវិហារប្រាសាទវត្តភូនិងប្រាសាទព្រះវិហារលុះសោយទីបង្គត់ទៅទ្រង់ទទួលមរណនាមថាបរមកៃវលយបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី1ឆ្នាំ1107ដល់ឆ្នាំ1113ដោយពុំមានរាជបុត្រសោយរាជស្នងរាជសម្បត្តិត្រូវបានប្រគល់ទៅព្រះបាទធរណិន្ទ្រវរ្ម័នទី1ដែលត្រូវជាព្រះរាមច្បងនៃព្រះបាទជ័យវរ្ម័នទី6នៅគ្រិស្តសករាជ1107ទ្រង់បានបន្តស្ថាបនាសមិទ្ធផលផ្សេងដែលបានធ្វើខ្លះហើយក្នុងរាជវង្សមុនហើយបានរៀបអភិសេកជាមួយព្រះនាងវិជ្ជយន្ទ្រលក្ស្មីដែលត្រូវជាអតីតអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី6និងព្រះអនុជពៅផងនៅឆ្នាំ1113ព្រះអង្គត្រូវចៅមីងរបស់ព្រះអង្គព្រះនាមសូរ្យវរ្ម័នទី2ធ្វើគុតដណ្ដើមរាជលុះសោយទីបង្គត់ទៅទ្រង់ទទួលមរណនាមថាបរមនិសពលបុត្រព្រះបាទសូរ្យវរ្ម័នទី2ទ្រង់ឡើងសោយរាជនៅព្រះរាជាណាចក្រកម្ពុជាជាព្រះមហាក្សត្រនៅក្រុងអង្គររាជវង្សសូរ្យវរ្ម័នទី1ព្រះបាទសូរ្យវរ្ម័នទី1ឆ្នាំ1010ដល់ឆ្នាំ1050ក្នុងសតវត្សទី11បន្ទាប់ពីបានយកជ័យជំនះនិងធ្វើឲ្យភាពវឹកវរស្ងប់ស្ងាត់ទៅវិញព្រះបាទសូរ្យវរ្ម័នទី1នៅឆ្នាំ1010ទ្រង់ឡើងសោយរាជសម្បត្តិព្រះបាទសូរ្យវរ្ម័នទី1ទ្រង់បានស្ថាបនាបង្ហើយប្រាសាទភិមានអាកាសឬប្រាសាទទេពវិមាននិងប្រាសាទតាកែវប្រាសាទឃ្លាំងនិងចាប់ផ្ដើមកសាងប្រាសាទឯកភ្នំនៅខេត្តបាត់ដំបងប្រាសាទភ្នំជីសូនៅខេត្តតាកែវប្រាសាទព្រះវិហារនិងប្រាសាទព្រះខ័នកំពង់ស្វាយព្រះបាទសូរ្យវរ្ម័នទី1ជាព្រះរាជាមុនគេដែលកាន់សាសនាព្រះពុទ្ធមហាយានក្នុងរាជព្រះអង្គអាណាចក្រទឹកដីកម្ពុជានៅតែមានវិសាលភាពធំធេងដដែលព្រះអង្គចូលទីបង្គត់នៅឆ្នាំ1050ហើយទ្រង់មានមរណនាមថាព្រះនិព្វានបាទព្រះអង្គគឺជាអ្នកធ្វើប្លង់ក្រុងអង្គរទី2ដោយមានប្រាសាទភ្នំមួយនៅចំកណ្ដាលគឺប្រាសាទបាពួនពេលព្រះអង្គចូលទីបង្គត់ទៅប្លង់នេះពុំបានកសាងចេញជារូបរាងឡើយបុត្ររបស់ព្រះអង្គទាំងពីរបានឡើងសោយរាជស្នងជាបន្តបន្ទាប់ព្រះបាទឧទយទិត្យវរ្ម័នទី2នឹងការកសាងក្រុងអង្គរទី2ឆ្នាំ1050ដល់ឆ្នាំ1066ព្រះបាទឧទយទិត្យវរ្ម័នទី2ជាព្រះរាជបុត្រច្បងរបស់ព្រះបាទសូរ្យវរ្ម័នទី1ទ្រង់ឡើងសោយរាជបន្តព្រះអង្គទ្រង់ចាត់ឲ្យកសាងប្រាសាទភ្នំធំមួយដើម្បីធ្វើជាស្នូលនៃរាជធានីថ្មីមួយទៀតគឺប្រាសាទបាពួនដែលជាអង្គត់ចិត្តនៃក្រុងអង្គរទី2នៅលើប្រាសាទនេះគេបានកសាងសេវលឹង្គធ្វើអំពីមាសដើម្បីឧទ្ទិសដល់ព្រះសិវៈនៅពាក់កណ្ដាលសតវត្សទី11បន្ទាប់មកទ្រង់ចាត់ឲ្យកសាងបារាយណ៍ខាងលិចឬបារាយណ៍ទឹកថ្លាដែលមានបណ្ដោយ 8000 ម៉ែត្រនិងទទឹង 2200 ម៉ែត្រដាក់ទឹកបាន40លានម៉ែត្រទីដែលបម្រើឲ្យសាសនាផងនិងកសិកម្មផងនៅចំកណ្ដាលបារាយណ៍នេះទ្រង់ចាត់ឲ្យកសាងប្រាសាទមួយឈ្មោះថាប្រាសាទមេបុណ្យខាងលិចដើម្បីតម្កល់បរិមាព្រះវិស្ណុកំពុងផ្ទុំធ្វើអំពីលង្ហិនទាំងអស់នេះបញ្ជាក់ឲ្យឃើញថាព្រះបាទឧទយទិត្យវរ្ម័នទី2ទ្រង់លើកតម្កើងសាសនាព្រហ្មញ្ញយ៉ាងខ្លាំងក្លានាំឲ្យប៉ះពាល់ដល់អ្នកនិយមព្រះពុទ្ធសាសនាម្ល៉េះហើយមានការបះបោរ3លើកកើតឡើងតែត្រូវបង្ក្រាបឲ្យរៀបរយទៅវិញដោយមេទ័ពឈ្មោះសង្គ្រាមតាមសិលាចារឹកភាសាសំស្ក្រឹតនៅប្រាសាទបាពួនការបះបោរលើកទី1បានកើតឡើងនៅភាគខាងត្បូងនៃប្រទេសក្នុងឆ្នាំ1050ការបះបោរលើកទី2នៅពាយឹបប្រទេសក្នុងឆ្នាំ1065ក្នុងលើកនេះ
ពួកបះបោបានវាយកំទេចសិវលឹងនិងទេវបដិមាជាច្រើនគ្រប់ទិសទីក្រោយបន្តិចមកការបះបោលើកទី3បានផ្ទុះឡើងនៅភាគខាងកើតព្រះបាទឧទយាទិត្យវរ្ម័នទី2ទ្រង់ចូលទីវង្គតនៅឆ្នាំ1066នៃគ្រិស្តសករាជគេមិនស្គាល់ពីមរណនាមរបស់ព្រះអង្គទេព្រះអនុជពៅរបស់ព្រះអង្គព្រះនាមហស្វរ្ម័នទី3ទ្រង់ឡើងបន្តរាជសម្បត្តិពីព្រះអង្គព្រះបាទហស្វរ្ម័នទី3ឆ្នាំ1066ដល់ឆ្នាំ1080ក្រោយពីបានទទួលរាជសម្បត្តិភ្លាមព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់នឹងការកសាងប្រទេសជាតិឡើងវិញក្នុងរាជព្រះអង្គពួកចាមនិងយួនដៃវៀតមានបំណងឈ្លានពានកម្ពុជាតែព្រះអង្គមានព្រះទ័យឆ្លៀសវៃទប់ទល់មិនឲ្យខ្មាំងសត្រូវឈ្លានពានបានឡើយការបះបោរក្នុងប្រទេសនិងសង្គ្រាមជាមួយបរទេសធ្វើឲ្យការកសាងប្រទេសជាតិយ៉ាងស្ទះពិសេសក្នុងរាជព្រះបាទហស្វរ្ម័នទី3ចាប់ពីឆ្នាំ1066មកគេពុំឃើញមានការកសាងអ្វីធំដុំក្រៅពីការជួសជុលរបស់ចាស់ៗដែលខូចខាតក្នុងសម័យមុនទេនេះជាមូលហេតុដែលធ្វើឲ្យអំណាចគ្រប់គ្រងចុះខ្សោយបន្តិចម្ដងព្រះអង្គចូលទីវង្គតនៅឆ្នាំ1080ហើយទ្រង់មានមរណនាមថាសទាសិវបុត្រ